បាយរីករាយនៅពេលដែលខ្ញុំបានមកមើលរឿងវិញ្ញាណបិសាចជក់ឈាមញាក់សាច់តែម្ដងបងមានភាពសប្បាយរីករាយដូចជាឈុតឆាកកំ ស្លែងហើយនឹងមានភាពរន្ធត់ផងដែរមានអារម្មណ៍ថាប្លែកហើយនឹងសប្បាយដែលបានឃើញទេសភាពនៅទីក្រុងហុងកុងនិងទីក្រុងបាងកកមកដល់ហើយផលិតកម្មសាន់ដេយើងខ្ញុំបាននាំមកនៅរឿងដ៏ល្អពិសេសគឺរឿងវិញ្ញាណបិសាចជញ្ជក់ឈាមមុននឹងចាក់ផ្សាយរឿងនឹងមានការច្រៀងផ្ទាល់ជូនពីលោកខេមរៈស្រីមុននិងតារាល្បីៗប្រចាំផលិតកម្មសាន់ដេផងដែរព្រោះតែសេចក្តីស្នេហាធ្វើឲ្យមនុស្សពីរនាក់ខ្លាចជាបិសាចជញ្ជក់ឈាមវិញ្ញាណតៃហោព្រាយអសូរិកាយរឿងអនាថាទាំងអស់អូវាចូលក្នុងផ្ទះបារាំងនោះហើយតែភាពយន្តខ្នាតធំដែលថត3ប្រទេសរួមគ្នាហេតុអីក៏ឯងមិនស្ដាប់ខ្ញុំសុខចិត្តកាត់បន្ថយយកខ្លួនឯង10ឆ្នាំរឿងវិញ្ញាណបិសាចជញ្ជក់ឈាមមានបញ្ចាំងជូនទស្សនាតែ3ថ្ងៃប៉ុណ្ណោះចាំពីថ្ងៃទី1ទី2ទី3ខែមេសាឆ្នាំ2013នេះនៅភោជនីយដ្ឋានសុខសម្បត្តិខេត្តស្ទឹងត្រែងចាំបញ្ចាំងពីម៉ោង7យប់តទៅយកប្តីមិនចេះតែយកស្រួលនោះទេចាស់ប៉ាកូនយល់ហើយ
មានគូដណ្ដឹងតាំងពីក្មេងៗនោះបងយកទឹកជូនត្រង់អ្នកសាទៅណាចាចា